Dễ mà cả vẹnព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងប្រពព្រះថេរៈចក្របាលថេរបងសម្ដែងអំពីចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់អំពីចិត្តទ្រង់រំលឹកអំពីអតីតជាតិរបស់ព្រះថេរៈចក្របាលថេរដែលអតីតជាតិរបស់លោកគឺបានកើតជាគ្រូពេទ្យនេះគឺព្យាបាលជំងឺភ្នែកឲ្យស្ត្រីម្នាក់នោះហើយស្ត្រីនោះបានសន្យាជាមួយនឹងលោកគ្រូពេទ្យថាបើព្យាបាលជាខ្លួននឹងរាប់ក្នុងការបម្រើលោកគ្រូពេទ្យនឹងអញ្ចឹងក៏យល់ព្រមព្រៀងគ្នាហើយក៏ព្យាបាលជាស្ត្រីនោះបានជាជំងឺភ្នែកហើយបែរជាក្បត់សន្យាហើយពោលពាក្យកុហកថាភ្នែកខ្លួននឹងមិនបានជាទេព្រោះត្រូវតែព្យាបាលបន្ថែមទៀតអញ្ចឹងតែអំណាចនៃចិត្តទោសៈរបស់គ្រូពេទ្យនោះខឹងអំណាចព្យាបាលដោយចិត្តដឹងថាជំងឺភ្នែកនឹងបានជាហើយអញ្ចឹងក៏សាងកម្មជាមួយនឹងស្ត្រីម្នាក់នឹងដោយការផ្សំថ្នាំសារជាថ្មីហើយដាក់ទៅឲ្យនាងក្បាក់ក្តៅនាងមានជំងឺក្បាក់ភ្នែកអញ្ចឹងត្រឡប់មករៈចក្រវត្តរងនៅបព្វកម្មដែលជាអកុសលវិបាកនឹងធ្វើឲ្យលោកនឹងមានអពាធភ្នែកព្រះអង្គគឺពិការភ្នែកហ្នឹងដូច្នេះរូបអត់ធ្មត់របស់ព្រះថេរៈចក្របាលថេរព្រះអង្គបានតាំងបតិថានឹងមិនសឹងរយៈពេល3ខែហើយធ្វើឲ្យភ្នែករបស់លោកអពាធហើយដោយបព្វកម្មការពារអតិថិចិត្តផងហើយដោយអកុសលវិបាកឲ្យផលផងលោកក៏បានផ្ទុះភ្នែកហើយចំខណៈពេលដែលលោកសម្រេចជាព្រះអរហន្តភ្លាមមកអញ្ចឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងថាចក្របាលថេរនឹងគឺបានសម្រេចជាព្រះអរហន្តហើយព្រះអង្គក៏បានត្រាស់សម្ដែងនៅព្រះធម្មបទគាថាយ៉ាងពីរោះដោយព្រះអង្គទ្រង់ត្រាស់ថាមេណោពពាំងកិមេធម្មេមេណោសេថាមេណោមេយាមនិសាជិបតុនធេនៈភាសតិវាករោតេវាតតោណੰទុក្ខមនវេតិចកੰវៈវិហតោតទាំងដោយមានសេចក្តីប្រែថាធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រាប់មកពីចិត្តបើបុគ្គលមានចិត្តត្រេកទោសៈប្រទុស្រ័យហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងហើយសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមស្នាមជើងគោដែលអូសនឹមរទេះយ៉ាងដូច្នោះឯងទាំងឡាយមានចិត្តជាធំប្រសាអត់ដំស្រេចដោយចិត្តកាយធ្វើមន់ពលផ្លូវទុញ្ចរិតមានចិត្តប្រទុងទៅធ្វើបាបផលទុកអន្តតាមជននេះដូចកងរទេះវិលតាមដានជើងគោដែលអងមិនមានខានរងទុកអត់ខ្សា